ជួយសួរសួស្តីអ្នកទាំងអស់គ្នាជួបគ្នាមួយម្ដងទៀតហើយខ្ញុំសិននេះហើយថ្ងៃនេះខ្ញុំនឹងអ្នកទាំងអស់គ្នាទៅមើល make up first make up របស់ខ្ញុំមុនពេលខ្ញុំទៅរៀនឥឡូវហ្នឹងម៉ោង 7:43 ហើយខ្ញុំមាន class នៅម៉ោង 3 កន្លះអញ្ចឹងខ្ញុំកាត់ជូនអ្នកទាំងអស់គ្នាណាអញ្ចឹងសម្រាប់មុនពេលខ្ញុំលាប sunscreen ហ្នឹងគឺខ្ញុំលាប skin care របស់ខ្ញុំហើយលាប skin care របស់ខ្ញុំមានតែ Man Step ទេមុនដំបូង apply toner តបមែវដាក់ serum ហើយតបមែវខ្ញុំ apply ជាមួយនឹង sunscreen wine ដែលជាប្រភេទ sunscreen ដែលមាន SPF 50 បូកអញ្ចឹងប្រភេទ sunscreen ហ្នឹងគឺជួយការពារមុខរបស់ខ្ញុំពីពន្លឺព្រះអាទិត្យក៏ដូចជាខ្យល់មជ្ឈដ្ឋានជុំវិញដែលខ្ញុំកំពុងនៅនឹងដោយសារតែនៅនឹងរៀងត្រជាក់អញ្ចឹងទៅនៅពេលដែលមុខខ្ញុំអត់លាបអញ្ចឹងទៅគឺធ្វើឲ្យមុខខ្ញុំរៀងលបហ្នឹងហើយអញ្ចឹងខ្ញុំ apply ជាមួយនឹង sunscreen ហ្នឹងហើយបន្ទាប់មកគឺខ្ញុំយកវាមកលាបនៅលើកដោយសារតែពេលដែលយើងលាបនៅលើមុខហើយស្បែកកគឺជាកន្លែងមួយដែលយើងគួរតែការពារដូចគ្នាដោយសារតែកន្លែងហ្នឹងក៏មានសារៈសំខាន់ដែរអញ្ចឹងអ្នកទាំងអស់គ្នាពេលដែល apply នៅលើមុខហើយកុំភ្លេច apply នៅកន្លែងកផងហើយអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីលាប sunscreen ហើយយើងត្រូវទុកវាឲ្យស្ងួតសិនហើយបន្ទាប់មកគឺខ្ញុំតបជាមួយនឹង cushion ដែលជាប្រភេទ Clio Kill Over 4PO សម្រាប់មុខរបស់ខ្ញុំគឺត្រូវជាមួយនឹងលេខ 4PO ហ្នឹងណាអញ្ចឹងសម្រាប់ខ្ញុំគិតថាការតប cushion ពេលដែលយើងលាប sunscreen ហើយយើងតប cushion នេះអញ្ចឹងទៅធ្វើឲ្យមុខរបស់យើងរៀងភ្លឺជាងមុនហើយតបមករបៀបនៃការ make up របស់ខ្ញុំគឺមុនដំបូងខ្ញុំផ្ដិតយកអា cushion ដែលនៅក្នុងហ្នឹងណាហើយតបមកយើងយកមកតាប់នៅអាមួយខាងទៀតនៃពេលយើងបើកកម្ោវាហ្នឹងអាហ្នឹងខ្ញុំចេះតាមគេដែរហ្នឹងហើយអញ្ចឹងខ្ញុំគិតថាពេលដែលយើងយកមកតាប់នៅលើហ្នឹងហើយវាធ្វើឲ្យអាសាច់ cushion ហ្នឹងវារៀងស្មើនៅលើមុខរបស់យើងនៅនេះយើងទៅចាក់ចឹងទៅអាចនឹងងាយនឹងផេះមាត់ហើយនេះគឺសម្រាប់ blush ខ្ញុំដាក់ blush ខ្ញុំដាក់របៀបដូច sun kiss អីចឹងណាព្រោះខ្ញុំគិតថាមុខខ្ញុំស៊ីទម្រង់នឹងជាងហើយតោះមកខ្ញុំគូ eyeliner អីតិចតួចអីចឹងទៅយ៉ា make up look របស់ខ្ញុំគឺហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាយើងជួបគ្នានៅវីដេអូក្រោយ Bye